កម្ពុជាបានបដិសេធការលើកឡើងរបស់ភាគីថៃដែលចង់ឲ្យបញ្ហាចំនួនបែនសមុទ្រត្រួតគ្នាត្រឡប់ទៅកាន់ការចរចាទ្វេភាគីវិញបន្ទាប់ពីថៃបានសម្រេចលុបចោលអនុស្សាវរីយ៍យោគយល់គ្នា MOU ឆ្នាំ2001ដែលជាក្របខ័ណ្ឌសំខាន់សម្រាប់ការចរចារវាងប្រទេសទាំងពីរអស់រយៈពេលជាង25ឆ្នាំកន្លងមកប្រធានប្រតិសភាកម្ពុជាសម្ដេចហ៊ុនសែនបានថ្លែងនៅថ្ងៃទី12ខែឧសភាឆ្នាំ2026តាមរយៈបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនថាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហសភូមិកិច្ចកែវដែលចង់ឲ្យមានការចរចាទ្វេភាគីជាមុនសិនគឺផ្ទុយពីសកម្មភាពជាក់ស្ដែងរបស់រដ្ឋាភិបាលថៃដែលបានលុបចោល MOU ឆ្នាំ2001ដោយឯកតោភាគីកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2026សម្ដេចហ៊ុនសែនបានបញ្ជាក់ថាការលុបចោល MOU ឆ្នាំ2001មានន័យថាថៃបានបញ្ចប់ក្របខ័ណ្ឌចរចាទ្វេភាគីសម្រាប់ដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតគ្នារួចហើយដូច្នេះកម្ពុជាមិនគួរបង្កើតយន្តការថ្មីជំនួសយន្តការចាស់ដែលភាគីថៃបានលុបចោលនោះទេប្រធានប្រតិសភាកម្ពុជាក៏បានណែនាំឲ្យរាជរដ្ឋាភិបាលកម្ពុជាដើរតាមយន្តការក្រមអនុសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ UNCLOS ដោយមិនចាំបាច់រងចាំការយល់ព្រមពីភាគីថៃឡើយការប្រតិកម្មនេះបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហស័កចេញមុខបដិសេធព័ត៌មានថាថៃបានយល់ព្រមចូលរួមយន្តការផ្សះផ្សាយដោយបង្ខំក្រម UNCLOS លោកបានអះអាងថាថៃនៅតែចង់ឲ្យមានការចរចាទ្វេភាគីជាមុនសិនហើយការចូលទៅកាន់យន្តការបង្ខំត្រូវការយល់ព្រមពីភាគីទាំងពីរគួរបញ្ជាក់ថា MOU ឆ្នាំ2001គឺជាក្របខ័ណ្ឌសម្រាប់ការចរចាតំបន់សមុទ្រត្រួតគ្នាក្នុងឈូងសមុទ្រថៃដែលមានផ្ទៃប្រមាណ 26,000 គីឡូម៉ែត្រការ៉េនិងត្រូវបានគេជឿថាអាចមានធនធានប្រេងនិងឧស្ម័នធម្មជាតិមានតម្លៃរហូតដល់ប្រមាណ $300,000 លាន